តោះយើងតសំណួររបស់យើងពីវីដេអូមុនគាត់មកពីណាគាត់មានតាំងពីយូរហើយតាំងពីសតវត្សទី3មកម្លេះប៉ុន្តែយើងត្រូវដឹងថាគាត់មិនមកកាលមកភ្លាមជាគាត់ដូចបច្ចុប្បន្នភ្លាមទេចាំគាត់គឺជាការសូត្រឬក៏អធិដ្ឋានពាក្យដដែលដែលប្រើប្រាស់ក្រុមកម្មឬក៏អ្វីមួយទៅដោយដើម្បីជំនួយក្នុងការរាប់អញ្ចឹងប្រវត្តិរបស់វាគឺកើតឡើងនៅក្នុងសតវត្សទី3នៅពីច្រើនគឺកើតឡើងនៅក្នុងតំបន់ចំពោះពាក្យជាពិសេសប្រទេសអេស៊ីបយើងឃើញមានផុសតាងដែលបញ្ជាក់ទលាមទម្លាប់ក្នុងការប្រើប្រាស់ពាក្យអធិដ្ឋានដដែលហ្នឹងគឺនៅក្នុងអារាមដ៏ចាស់ជាងគេលើពិភពលោកនៅប្រទេសអេស៊ីបរបស់សន្តៈអន្តូនីដែលពេលហ្នឹងគាត់អត់មានប្រើក្រុមកម្មទេប៉ុន្តែគាត់ធ្វើជាលក្ខណៈខ្សែហើយគាត់ក្រងពេលហ្នឹងគឺ150ចំណងដោយចំណងមួយគឺសំដៅទៅលើការអធិដ្ឋានពាក្យទំនុកដង្កើងមួយចំពោះដោយសារក្នុងព្រះគម្ពីរយើងសភៅដែលច្រើនជាងគេបំផុតគឺសភៅទំនុកដង្កើងមាន150ចំពោះហើយក្រោយមកទៀតទលាមទម្លាប់ហ្នឹងក៏បានជះឥទ្ធិពលមកព្រះសហគមន៍នៅលោកខាងលិចមានថាតំបន់អឺរ៉ុបតំបន់អីចឹងទៅអញ្ចឹងបូជាចារដែលនៅក្នុងអារាមនីមួយៗគាត់អធិដ្ឋានទំនុកដង្កើង150ចំពោះហ្នឹងក្នុងរយៈពេល1ថ្ងៃតាមពេលវេលាដែលបានកំណត់ប៉ុន្តែមិនមែនត្រឹមតែបូជាចារដែលអធិដ្ឋានគឺបរិស័ទឃើញលោកបូជាចារអធិដ្ឋានអញ្ចឹងម្នាក់ក៏ចង់អធិដ្ឋានដែរអញ្ចឹងក៏ចាប់ផ្ដើមមានការរៀបចំជាក្រុមកម្មដើម្បីអធិដ្ឋានដែរតែគឺបរិស័ទសម័យនោះអត់ចេះអក្សរអត់ចេះអានព្រះគម្ពីរចង់អាចសូត្រទំនុកដង្កើងវែងបានទេអញ្ចឹងគាត់ជំនួសដោយការអធិដ្ឋានទំនុកដង្កើងទៅជាអោព្រះបិតាអញ្ចឹងមួយថ្ងៃពួកគាត់សូត្រអោព្រះបិតា150ចប់ព្រះជាម្ចាស់ដោយប្រើប្រាំកម្មបែបនេះចំណុចមកនេះប្រើកម្មមួយខ្សែជាអត់ចំជួគ្នា150គ្រាប់ហើយខាងក្រោមចុងគេមានមុខជើងឆ្កាងរហូតដល់នៅក្នុងសតវត្សទី12ឆ្នាំ1200ជាងមានសន្តៈបុគ្គលម្នាក់គាត់ជួបព្រះនាងម៉ារីគឺសន្តៈដូមីនិកដែលជួបព្រះនាងម៉ារីហើយព្រះនាងម៉ារីបានប្រគល់ផ្គំឲ្យគាត់ហើយផ្គំដែលព្រះនាងម៉ារីប្រគល់គាត់គឺជាផ្គំក្នុងទម្រង់សប្តាហ៍ហើយបានប្រាប់សន្តៈដូមីនិកក្នុងការរបៀបសូត្រផ្គំហ្នឹងអញ្ចឹងសន្តៈដូមីនិកក៏បានចាប់ដើមបង្កើតដំណឹងល្អតាក់ទងជាមួយនឹងផ្គំហ្នឹងហើយរហូតដល់សតវត្សទី15ទើបមានការរៀបចំច្បាស់លាស់តាក់ទងជាមួយនឹងការសូត្រផ្គំនៅពេលបច្ចុប្បន្នដោយចាប់ដើមដំបូងគឺដោយសម្ដេចប៉ាបសន្តៈពីអូស្ទី5បានប្រកាសជាផ្លូវការថាព្រះសាសនាកាតូលិកអាចសូត្រផ្គំជាផ្លូវការបានដោយចំណងហ្នឹងព្រឹត្តិការណ៍គឺមានតែ3ព្រឹត្តិការណ៍ព្រឹត្តិការណ៍អំណរសប្បាយព្រឹត្តិការណ៍សម្ដែងសេរីរុងរឿងជាមួយនឹងព្រឹត្តិការណ៍ទុកលំបាករហូតដល់សម្ដេចប៉ាបយូហានប៉ូលទី2ទ្រង់បានបន្ថែមមួយទៀតគឺព្រឹត្តិការណ៍នៃព្រះពន្លឺអញ្ចឹងយើងឃើញថាបច្ចុប្បន្នក្រុមគ្រួសារជាច្រើននិយាយពីក្រុមគ្រួសារអ្នកបុព្វជិតបុព្វជិតាគាត់តែងតែសូត្រផ្គំច្រើនឯខ្សែហ្នឹងនៅបន្តប្រើប្រាស់នៅក្នុងក្រុមគ្រួសារផ្សេងៗទៀតដែរពីក្រុមគ្រួសារខ្លះគាត់បានអាប់ដេតខ្លួនប្រើប្រាស់ផ្គំអញ្ចឹងឃើញចង្កេះគាត់ពាក់ផ្គំស្តៀងដូចបងស្រីមេតាកាណាអញ្ចឹងគាត់មានផ្គំពាក់គឺនឹងជាទម្លាប់ពីបុរាណមកគឺការសូត្រមានខ្សែដើម្បីចំណានពីអធិដ្ឋានអញ្ចឹងទៅដល់និយាយដល់ចំណុចហ្នឹងគឺនៅឃើញមានសំណួរចង់សួរទៀតចង់សួរក្រុមគ្រួសារចង់និយាយពីគេឆ្ងល់ណាស់ចាំឆ្លើយនៅវីដេអូក្រោយទៀតវិញពេកហ្នឹងអូខេប៉ុណ្្នឹងសិនបាយ